រីអាវុធហត្ថខេត្តកំពង់ស្ពឺបានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ4នាក់បញ្ជូនទៅសាលាដំបងខេត្តកំពង់ស្ពឺដោយសារតែជាប់ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀនជាបន្តបន្ទាប់កំពង់ស្ពឺក្រុមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោកឧត្តមស្នេហ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនិងសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបងខេត្តកំពង់ស្ពឺកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបងខេត្តកំពង់ស្ពឺជាបន្តបន្ទាប់ដោយភ្លៀងរលឹមជាប់ពាក់ព័ន្ធជាមួយនឹងករណីគ្រឿងញៀនក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺជាក់ស្ដែងការពេលវេលាម៉ោង 15:10 នាទីនាថ្ងៃទី 11 ខែតុលា 2025 កន្លងមកនេះកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀននិងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសសហការជាមួយនឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងឧត្តរមានជ័យដឹកនាំដោយលោកវីរៈស្នេហ៍ត្រីសេងរ៉ាមើមេបញ្ជាការកងរាជអាវុធហត្ថក្រុងឧត្តរមានជ័យបានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ4នាក់ជាប់ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀនស្ថិតនៅចំណុចភូមិសូវងលើសង្កាត់វាពងក្រុងឧត្តរមានជ័យខេត្តកំពង់ស្ពឺជនសង្ស័យរួមមានទី1ឈ្មោះខំវិចិត្រភេទប្រុសអាយុ32ឆ្នាំទី2ឈ្មោះណេតហៀងភេទប្រុសអាយុ31ឆ្នាំទី3ឈ្មោះគុំស៊ីនួនភេទប្រុសអាយុ54ឆ្នាំទី4ឈ្មោះអឿនយ៉ាងអ៊ីភេទប្រុសអាយុ22ឆ្នាំដោយជនសង្ស័យទាំង4នាក់នេះមានទីលំនៅនៅភូមិសូវងលើសង្កាត់វាពងក្រុងឧត្តរមានជ័យខេត្តកំពង់ស្ពឺក្នុងរង្វង់ប្រតិបត្តិការនេះដែរកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសចាំយកវត្ថុតាងរមៀនម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន2កញ្ចប់ចំនួន 0.13 ក្រាមទូរស័ព្ទដៃចំនួន2គ្រឿងម៉ូតូចំនួន1គ្រឿងម៉ាក Honda Trim C125 ស៊េរីឆ្នាំ2023ពាក់ស្លាលេខភ្នំពេញ 1W7032 និងថង់ច្រកព្រមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនថែមទៀតផងបច្ចុប្បន្នជនសង្ស័យទាំង4នាក់រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺកសាងសំណុំរឿងបញ្ជូនទៅសាលាដំបងខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់